នេះជាស្អីដែរវាកាយបានផ្ទេរលុយធនាគារស្វីអូនេះគឺលេខករណីសម្ងាត់ហើយមែនទេជីស៊ីគួងពេលនេះបញ្ចប់ហើយអូភាសាណា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 មកប្រងព្រៀប1 2ចាប់ផ្ដើមនៅកន្លែងតំបន់យងគិលមានស្ត្រីម្នាក់សម្រាប់នៅទីនេះឈ្មោះរបស់ស្ត្រីម្នាក់នេះគឺផាគីសុន16ឆ្នាំមុនស្ត្រីម្នាក់នេះជាប់ទោសជាឃាតករសម្រាប់ប្តីឯងហើយត្រូវជាប់ពន្ធនាគារ13ឆ្នាំប៉ុន្តែស្ត្រីម្នាក់នេះមិនមែននៅពន្ធនាគារទេគឺនៅមន្ទីរពេទ្យវិកលចរិតដោយឆ្លងកាត់ពេលវេលាទាំងអស់នោះរហូតដល់ឆ្នាំមុនស្ត្រីម្នាក់នេះក៏បានទទួលមរណភាពចំណែកទ្រព្យសម្បត្តិស្វាមីស្ត្រីម្នាក់នេះរាប់កោតដុល្លារត្រូវមនុស្សមួយចំនួនដណ្ដើមទៅបាត់ដោយគ្មានស្រមោលមនុស្សទាំងអស់នោះមានទាំងអ្នកកាសែតមន្ត្រីស៊ើបអង្កេតហើយនិងសហគ្រិនពួកគេបានយកលុយទាំងអស់នោះទៅអភិវឌ្ឍជីវិតគ្រួសាររបស់គេនៅពេលនេះក្រឡេកមកមើលជនរងគ្រោះដែលទទួលនៅការគ្រោះថ្នាក់ព្រមទាំងបាត់បង់នៅទ្រព្យសម្បត្តិទៀតផងព្រមទាំងរយៈពេលស៊ើបក្តីត្រូវបានហួសពេលកំណត់ប៉ុន្តែការពិតនៅតែមានកាលនោះមេធាវីដែលធ្វើឃាតលោកលីចុងម៉ាន់ហើយទម្លាក់ទោសលើលោកស្រីផាគីសុនក្រោយមកក៏បានក្លាយទៅជាមន្ត្រីស៊ើបអង្កេតដែលទទួលនឹងការជឿជាក់ពីពលរដ្ឋទាំងឡាយចំណែកមន្ត្រីស៊ើបអង្កេតដែលបានដឹងការពិតតែដើម្បីប្រាក់ក៏ខុបខិតជាមួយនឹងឃាតករនៅពេលនោះក៏បានកាន់តំណែងដ៏ខ្ពស់នៅក្នុងមន្ទីរស៊ើបអង្កេតទៀតផងហើយអ្នកកាសែតដែលទទួលលុយខ្មៅហើយបានលាក់បាំងការពិតទាំងអស់ពេលនេះបានក្លាយជាពិធីករតំណាងឲ្យប្រទេសកូរ៉េរបស់យើងទាំងអស់នេះគឺជាកលល្បិចដ៏គ្រប់លក្ខណៈមួយជាសមិទ្ធផលរួមដៃគ្នាដ៏សែនអាក្រក់នៃច្បាប់ដែលមិនទៀងត្រង់និងសារព័ត៌មានដ៏ខ្មៅងងឹតនៅក្នុងការស៊ើបអង្កេតនេះច្បាស់ជាមានមនុស្សមកប្រកាសពីឈ្មោះពិតរបស់អ្នកដែលរួមចំណែកក្នុងរឿងនេះពួកយើងសម្រេចថាឲ្យគាត់ប្រកាសឈ្មោះពិតរបស់ពួកមនុស្សទាំងអស់នោះតើឃាតករសម្រាប់លោកលីជុងម៉ាន់គឺជាអ្នកណាតើឃាតករសម្រាប់លោកលីជុងម៉ាន់គឺជាអ្នកណាសូមអ្នកនាងចេញប្រកាសចុះគេគឺប្រធានផ្នែកនៅមន្ទីរស៊ើបអង្កេតថ្មីនេះជាប់ឈ្មោះជាអភិបាលក្រុងសេអ៊ូលឈ្មោះជីស៊ីគួងហើយនេះក៏មានរឿងបែបនេះមិនគួរជឿទេអត់ក៏ជឿមិនគួរសោះមិនក៏ចាំមិនក៏មានមនុស្សប្រភេទនេះចឹងអតីតប្រធានមន្ទីរវ៉ាន់ជេគូពិធីកកម្មវិធីសកម្មភាពកោហោឈ្មោះកោហោនិងអ្នកទោសសម្រាប់មនុស្សដែលជាប់ទោសនៅពន្ធនាគារឈ្មោះអ៊ុនប៊ីរ៉ាន់សត្វតែជាអ្នករួមគំនិតត្រូវហើយធ្វើមិនខុសទេប្រៀបនឹងខ្ញុំពួកឯងបាត់បង់កាន់តែច្រើនចុះកូនប្រុសរបស់លោកលីជុងម៉ាន់នៅរួមមែនទេចាតើអាចប្រកាសឈ្មោះគាត់នៅពេលនេះបានទេមន្ត្រីស៊ើបអង្កេតលីឆេដុននៅមន្ទីរសេអ៊ូលមន្ត្រីស៊ើបអង្កេតលីឆេដុនគឺម្នាក់ដែលកំពុងតែស៊ើបពីជីស៊ីគួងពិតមែនទេចាមិនខុសទេលីឆេដុនវាគឺលីខាងសាវាជាអ្នកបង្ករឿងវាជាអ្នកធ្វើ